ចិនថ្កោលទោសអឺរ៉ុបចំពោះការបញ្ជូនអង្គភាពចិនក្នុងកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃសៅរ៍ទី25បានសម្ដែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះចំណាត់ការរបស់សហភាពអឺរ៉ុបដែលបានដាក់បញ្ចូលអង្គភាពចិនក្នុងទណ្ឌកម្មជុំទី20ប្រឆាំងនឹងរុស្ស៊ីជំវិញសង្គ្រាមឈ្លានពានអ៊ុយក្រែននេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កញ្ចប់ទណ្ឌកម្មរបស់អឺរ៉ុបបានកំណត់គោលដៅលើប្រទេសទី3ដែលផ្គត់ផ្គង់គ្រឿងបច្ចេកវិទ្យាទំនើបៗទៅឲ្យរុស្ស៊ីដោយក្នុងនោះរួមបញ្ចូលទាំងក្រុមហ៊ុនអង្គភាពដែលមានមូលដ្ឋានចិនដែលរងការចោទប្រកាន់ពីបទផ្ដាល់ទំនិញអាចប្រើប្រាស់ពីរយ៉ាងស៊ីវិលនិងយោធាឬប្រព័ន្ធអាវុធដល់ឧស្សាហកម្មយោធារបស់រុស្ស៊ីគណៈទាមទារឲ្យអង្គភាពចិនចេញពីបញ្ជីបន្ទាន់ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាទង្វើរបស់អឺរ៉ុបគឺផ្ទុយទៅនឹងស្មារតីនៃការឯកភាពគ្នារវាងមេដឹកនាំចិននិងសហភាពអឺរ៉ុបហើយធ្វើឲ្យខូចដល់ទំនុកចិត្តគ្នាទៅវិញទៅមកនិងស្ថិរភាពរួមនៃទំនាក់ទំនងទ្វេភាគីយ៉ាងធ្ងន់ធ្ងរសេចក្តីថ្លែងការណ៍បានបន្ថែមថាក្រសួងនឹងចាត់វិធានការចាំបាច់ដើម្បីការពារក្រុមហ៊ុនចិនហើយផលវិបាកទាំងអស់នឹងត្រូវធ្លាក់ទៅលើភាគីសហភាពអឺរ៉ុប